ពេលវេលានិងរដូវកាលបានមកដល់ហើយ នេះខ្ញុំម្ចាស់ជ្រាបថាវាដូចជាសុបិនតែវាពិតណាស់វាពិតខ្លាំងណាស់ដូចខ្លាំងណាស់ព្រះពរមើលលោកតាហៅក្តីសុបិននេះមានន័យយ៉ាងម៉េចដែរមានន័យយ៉ាងម៉េចទូលបង្គំសូមទូលថាមានអ្វីគួរឲ្យភ័យព្រួយទេព្រះអង្គកំពុងមានលៀបជ័យព្រោះព្រះអរោះដ៏អស្ចារ្យកំពុងតែមកចាប់កំណើតថាម៉េចនេះយើងចិត្តមានព្រះបុត្រាហើយក្រាបទូលហើយពេលចម្រើនព្រះជន្មបើខ្លាយជាក្សត្រនិងជាក្សត្រដ៏អស្ចារ្យនៃចក្រវាឡតែម្ដងអូអញ្ចឹងហ៎បើទ្រង់សាងភ្នោះនឹងត្រាស់ជាព្រះពុទ្ធអង្គពុទ្ធប្រវត្តិគឺជារឿងរ៉ាវរបស់ព្រះសម្មាសម្ពុទ្ធមុនគ្រិស្តសករាជ623ថ្ងៃ15កើតខែពិសាខនៅឧទ្យានលំពិនីក្នុងនគរកបិលភ័ស្ត្រទេហ៊ានសូមឈប់រទេះនៅក្រោមដើមឈើធំមួយនោះតែឈប់មានការអីព្រះម៉ែទ្រង់មិនគួរចោះទេសូមយាងមកវិញមកទូលបង្គំទទួលព្រះរាជបញ្ជាពីព្រះអង្គមិនអោយឈប់រហូតទាល់តែធ្វើដំណើរទៅដល់អាណាចក្រយើងគួរតែធ្វើដំណើរទៅមុខទៀតយើងមិនអាចទៅបោះនគរបិតាទេយើងចិត្តប្រសោតហើយយើងជាអ្នកចម្រើនលើលោកយើងជាអ្នកចម្រើនបំផុតក្នុងលោកយើងជាអ្នកដ៏ខ្ពង់ខ្ពស់បំផុតក្នុងលោកជាតិនេះជាជាតិចុងក្រោយរបស់យើងហេតុនេះក្តីទុកលែងមានទៀតហើយ5ថ្ងៃក្រោយមកមើលទៅបរិយាបុត្រច្រើនពិតជាអស្ចារ្យខ្លាំងណាស់ពិតមែនអើយមើលចុះពិតជាចម្លែកមែនតើអូមុនអូមានជ្រៃបានជាយ៉ាងកាលជាបុត្រាពិតជាអស្ចារ្យខ្លាំងណាស់ព្រះរាជគ្រូយើងរីករាយខ្លាំងណាស់ដែលបានជួបពួកលោកព្រះរាជបុត្រាមានលក្ខណៈល្អដែរទេក្រាបទូលព្រះបង្គំសូមថ្វាយព្រះនាមថាសិទ្ធត្ថៈដែលមានន័យថាមានក្តីប្រាថ្នាសម្រេចសិទ្ធត្ថៈ
ហើយម្ចាស់អូនយល់យ៉ាងណាដែរព្រះរាជនី ព្រះពរជាព្រះនាមដែលពិរោធណាស់ចូលដាក់ព្រះនាមរបស់បុត្រយើងថាសិទ្ធត្ថថា ក្រាបទូលព្រះអង្គទូលបង្គំជឿជាក់ថាព្រះរាជបុត្រានឹងក្លាយជាព្រះរាជាដ៏អស្ចារ្យនៃចក្រវាលក្រាបទូលតែយ៉ាងណាក៏ដោយយ៉ាងម៉េចបើសិនជាព្រះបុត្រាលះបង់ផ្លូវលោកព្រះអង្គនឹងយាងទៅសាងភ្នោះក្រាបទូលថាម៉េចគេជាព្រះបុត្រាហេតុអីក៏ត្រូវលះបង់ផ្លូវលោកដេកផ្ដាស់ខ្លាំងណាស់គេនឹងក្លាយទៅជាព្រះរាជាដ៏អស្ចារ្យទេតាអត់ទេក្រាបទូលព្រះបុត្រានឹងយាងទៅសាងភ្នោះយ៉ាងពិតប្រាកដហើយនឹងត្រាស់ជាព្រះពុទ្ធអង្គទៀតផងក្រាបទូលមើលកោដញ្ញៈលោកនៅក្មេងហើយឆ្លាតជាងគេចូលប្រាប់មកមើលថាអ្វីដែលធ្វើឲ្យព្រះបុត្រារបស់យើងជ្រើសរើសវិធីចេញសាងភ្នោះហើយត្រាស់ជាព្រះពុទ្ធអង្គនោះពេលព្រះអង្គទ្រង់ទតឃើញទេវទូតទាំង4ក្រាបទូលទេវទូតទាំង4តើជាអ្វីទៅមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់ហើយនឹងសាមណៈអស់លោកមហាសេនាចាប់ពីពេលនេះតទៅហាមព្រះរាជបុត្រយាងចេញទៅក្រៅរាជវាំងចូលកុំឲ្យរបស់អស់នោះចូលមកក្បែរចូលរារាំងពួកអស់នោះចេញពីផ្លូវជើងមិនចាប់អារម្មណ៍ថាត្រូវចំណាយមនុស្សអស់ប្រមាណទេសិទ្ធត្ថៈនឹងក្លាយជាព្រះរាជានៃក្រុងកបិលពស្តុហើយគ្មាននរណារារាំងបានព្រះអង្គយាងមកហើយព្រះរាជាយាងមកហើយពួកយើងអបអរព្រះអង្គចូលចម្រើនសូមព្រះអង្គមានព្រះជន្មយឺនយូរព្រះបុត្រាទេណាបាត់ទៅហើយឆាប់រកសពកន្លែងទៅមើលទៅខាងកើតអូស្អីគេហ្នឹងអូបាក់សៃតូចអ្នកណាធ្វើចំពោះឯងអញ្ចឹងឲ្យវាមកយើងវិញណាសិទ្ធត្ថៈយើងជាអ្នកបាញ់វាទេយើងមិនឲ្យឯងទេបើសិនជាវាស្លាប់វាគឺជារបស់ឯងតែវាគ្រាន់តែមានរបួសហើយយើងក៏ជួយវាដែរវាត្រូវតែជារបស់យើងឃើញសត្វនេះមុនហើយយើងក៏ជាអ្នកបាញ់វាដែរហេតុនេះសត្វមួយនេះត្រូវតែជារបស់យើងអញ្ចឹងយើងទៅរកព្រះគ្រូទៅហើយសួរគាត់ថាអ្នកណាគួរតែជាម្ចាស់សត្វមួយនេះព្រះរាជគ្រូការពិតគឺព្រះរាជវង្សរបស់យើងគឺទេវទត្តជាអ្នកបាញ់សត្វនេះតែយើងជាអ្នកដកព្រួញហើយព្យាបាលសត្វនេះវិញព្រោះហេតុនេះវាគួរតែជារបស់យើងក្រាបទូលពួកទូលបង្គំយល់ស្របថាជីវិតរបស់សត្វនេះជារបស់អ្នកដែលព្យាយាមព្យាបាលវាតែមិនមែនជារបស់អ្នកដែលព្យាយាមព្យាបាលវាទេក្រាបទូល16ឆ្នាំក្រោយមក
ចូលចម្រើនមហាបពិតលោកកោដញ្ញៈជាទីស្រឡាញ់យើងខានជួបលោកយូរណាស់មកហើយក្រាបទូលព្រះអង្គទូលបង្គំឃើញព្រះរាជបុត្រចម្រើនវ័យពេញកំឡោះដ៏ស្រស់សង្ហាណាស់ក្រាបទូលលោកកោដញ្ញៈតាំងពីព្រះរាជនីសាវិឡាល័យយើងធ្វើជាឪពុកនិងម្ដាយរបស់គេមានគ្រប់យ៉ាងដែលត្រូវការព្រះរាជវាំងកម្ពុជាព្រះរាជគ្រូសេះនិងបរិវារមានសពបែបយ៉ាងសម្រាប់គេសំណាងអាក្រក់ណាស់ដែលព្រះរាជនីសាវិឡាល័យក្រោយពេលដែលព្រះរាជបុត្រទ្រង់ប្រសូតតែព្រះអង្គទ្រង់ចិញ្ចឹមព្រះរាជបុត្របានយ៉ាងល្អគ្រប់គ្នាសុទ្ធតែនិយាយថាព្រះរាជបុត្រាជិះសេះដល់ពូកែហើយមានយុទ្ធសាស្ត្រការពារខ្លួនពិតមែនហើយលោកកោដញ្ញៈលោកប្រហែលជាបានឮរឿងទឹកជំនន់ធំជន់លិចផ្ទះដីស្រែជាច្រើនហើយក្រាបទូលព្រះអង្គហៀបអត់ឃ្លានមានពាសពេញគ្រប់ទីកន្លែងមនុស្សម្នាកំពុងតែឃ្លានស្លាប់គ្រប់ទិសទីពិតហើយលោកកោដញ្ញៈយើងមិនអាចលាក់រឿងនេះចំពោះសិទ្ធត្ថយូប៉ុណ្ណាទេយើងអាចធ្វើយ៉ាងម៉េចទៅបបិទ្ធព្រះអង្គព្រះបុត្រាមានប្រជញ្ញ16ព្រះភាសាឲ្យព្រះអង្គរៀបអភិសេកទៅព្រះអង្គនឹងមានជីវិតដែលសម្បូរហើយសុខសាន្តនិងមិនចាប់អារម្មណ៍បញ្ហាទាំងនេះបានក្រាបទូលអស្ចារ្យណាស់លោកកោដញ្ញៈយើងនឹងរៀបចំត្រៀមស្រីដែលស្អាតបំផុតមកនៅក្នុងព្រះរាជវាំងមួយនេះព្រះនាងទី1ព្រះនាងទី2ព្រះនាងយសោធរាពំភាយាងចូលគ្មានរង្វាន់សម្រាប់ខ្ញុំម្ចាស់ទេព្រះប៉ោះសំទោសណាយើងមានរង្វាន់តែប៉ុណ្្នឹងឯងឈប់សុំយករបស់នេះទៅអូយស្អាតណាស់ព្រះប៉ោះអរព្រះគុណត្រៀមពិធីរៀបអភិសេកភ្លាមតុបតែងលម្អផ្លូវអញ្ជើញព្រះរាជាគ្រប់នគរត្រៀមរៀបចំពិធីដ៏ធំបិទផ្លូវដើម្បីរាំរែកគ្រប់គ្នាចូលមានសេចក្តីសុខ29ឆ្នាំក្រោយមកកំ